Nên ngày bông nè khơi cả một cuộc bóng ngày sau trong ngày tết trong sạp đàn đi បាទ ជាមួយគ្នានោះក៏មានការប្រកួតដដើមខ្សែក្រវ៉ាត់ដែរមានបេក្ខភាពគុណខ្មែរ2រូបហើយបរទេស2រូប អញ្ចឹងបាទ អត់ដឹងដែរបងឬ អ្នកប្រធានមានជ័យហើយនិងអ្នកបាត់ដំបងបងមានដឹងទេ ខ្ញុំបានមិនទាន់ចូលមើលទេបងនៅ បាទ ពីណាបង ហាន2ហើយនិងឌីមីបងមានស្គាល់កីឡាករគុណខ្មែរ ស្គាល់តែនឹងស្ពេចស្ពិលទីបងព្រោះខ្ញុំគីឡូថាមកទោះវាត្រង់អត់សូវតាមណាភាគច្រើនត្រឹមគីឡូ67ឡើងទៅព្រោះត្រូវគីឡូខ្ញុំនេះនឹងខ្ញុំឧស្សាហ៍តាមណា បាទ ព្រោះគីឡូសាខ្ញុំទៅតាមណាតែលឺហាន់2ល្អដែរបង បាទ នឹងក៏លឺធ្លាប់មើលការពុតម្ដងមកការផ្លេមហ្នឹងបង ស្រាប់អូនមើលឃើញហាន2ហ្នឹងល្អចំណុចខ្លះខ្លះដែរ នេះល្អរបស់គាត់គឺដៃហើយជើងទាត់ឲ្យម៉ាត់កែងគាត់មួយល្អដែរអាហ្នឹងក៏ការចាប់អារម្មណ៍របស់ខ្ញុំមើលមួយផ្លែហ្នឹងណាតែថាមើលពេញខ្ញុំដែរមើលកន្លះអត់សូវមើលមិនថាដែរមើលកន្លះក៏គីឡូទៀតអត់ដែរចាប់អារម្មណ៍អត់សូវចាប់អារម្មណ៍យើងចាប់អារម្មណ៍នេះគីឡូ67 69 72ហ្នឹងមកហ្នឹងគឺចាប់អារម្មណ៍ជាងគេមក បាទចុះចំណែកឌីមីត្រូវជាប្អូនប្រុសបង្កើតរបស់ឃីមបូរ៉ានិងឃីមឌីម៉ារបងដែរឃើញការប្រកួតរបស់គាត់ សូវតាមណានគាត់ដែរបងអត់សូវតាមណាននេះត្រង់អត់និយាយថាខ្ញុំកន្លែងអត់ចូលចិត្តមើលទេតាមពិតខ្ញុំអត់សូវអត់មើលគីឡូតូចអត់មើលផ្លែតួរៀងផ្ទុះខ្លាំងទៅបានចូលមើល page ហ្នឹងបង បាទបង ជួនកាលវាយ Facebook មើលរបស់គាត់វាយអញ្ចឹង សម្រាប់បងយល់ថាអ្នករៀបចំគាត់ដាក់ឲ្យកីឡាករដែលមិនសូវជាមានគេឈ្មោះល្បីអាចថាប្រឡូកថ្មីទើបតែឡើងមកឲ្យមានការប្រកួតដើមខ្សែក្រវ៉ាត់អញ្ចឹងវាជួយជំរុញឲ្យវិស័យគុនខ្មែរយើងយ៉ាងម៉េចដែរបង បាទខ្ញុំឃើញអ្នករៀបចំកម្មវិធីមួយល្អបងព្រោះចំណុចល្អរបស់គាត់គឺគាត់ចង់លើកគុនខ្មែរក្មេងៗថ្លើមថ្មីចង់លើកឲ្យឡើងជើងចង់ជួបកីឡាករបរទេសចង់ជួបអីហ្នឹងយើងទៅថាគីឡូមួយអញ្ចឹងយើងវាយជំរើសអស់នៅក្នុងគីឡូហ្នឹងហើយវាយឈ្នះបានខ្សែក្រវ៉ាត់ហ្នឹងបានឡើងជួបបរទេសអញ្ចឹងទៅបានគាត់បានលុយរៀងច្រើននេះបងវាយបរទេសវាយខ្មែរគាត់ទៅយល់អ្នករៀបចំមួយគេមករៀបគាត់នឹងរៀបមុនរៀបចំមួយហ្នឹងគាត់មើលអស់ហើយមកកន្លះកណាល្អគាត់នឹងរៀបឲ្យឡើងដើម្បីជួបបរទេសដើម្បីយល់រកចំណូលបានច្រើនគាត់គុំភាសាអញ្ចឹងណាបង បាទមួយវិញទៀតសម្រាប់បងគិតថានៅពេលដែលគុនខ្មែរចំនួនក្រោយគាត់បានមានឱកាសលេងកម្មវិធីធំដើមខ្សែក្រវ៉ាត់អីចឹងវាជួយឲ្យធនធានកីឡាករគុនខ្មែរយើងចំនួនក្រោយកាន់តែមានច្រើនទៀតទេហើយ កាន់តែមានច្រើនការរីកចម្រើនទៅមុខហើយថ្នាក់ក្មេងៗក្រោយលើក៏ល្អដែរគាត់